auxiliary verb បកប្រែថាកិរិយាសព្ទជំនួយក្នុងនេះខ្ញុំលើកយកពាក្យ may មកបង្ហាញ may នេះក៏ជា auxiliary verb ដែរវាមានន័យកិរិយាសព្ទផ្សេងទៀតប៉ុន្តែខ្ញុំបង្ហាញត្រឹមតែជា auxiliary verb auxiliary verb ហ្នឹងគឺកិរិយាសព្ទជំនួយតើកិរិយាសព្ទជំនួយរបស់ may អាចជួយអ្នកនរអស់គ្នាអីបានខ្លះអ្នកនរអស់គ្នាមើលវីដេអូនេះ may នឹងបកប្រែថាប្រហែលជាអាច may ប្រហែលជាអាចច្បាស់លាស់ទេប្រហែលជាអាច may ប្រហែលជាអាចមិនច្បាស់លាស់ទេណាមិនច្បាស់លាស់ទេដូច្នេះ may ប្រហែលជាអាចជា auxiliary verb អញ្ចឹងវាអត់ច្បាស់លាស់អីទេអ្នកនរមើលឧទាហរណ៍នេះ I may see him មានន័យថាខ្ញុំប្រហែលជាអាចឃើញគាត់ឬក៏ខ្ញុំប្រហែលជាអាចជួបគាត់ឃើញទេ I may see him នៅក្នុងនេះនៅក្នុង auxiliary verb នេះយើងអាចធ្វើបដិសេធបាននៅក្នុងល្បះបដិសេធគឺយើងថា not នេះ I may not see him ឃើញទេ I may not see him ខ្ញុំប្រហែលជាមិនអាចឃើញគាត់ទេអញ្ចឹងបដិសេធរបស់ may យើងអាចដាក់ not បានប្រើ may ខ្លួនឯងតែម្ដងឃើញទេដូច្នេះ may មានថាប្រហែលជាអាចបដិសេធដោយប្រើ not ធម្មតាដូចគ្នាជា auxiliary verb ជាកិរិយាសព្ទជំនួយថែម not បានដូចគ្នាប៉ុន្តែ may នេះពិបាកណាស់ដែលប្រើជាមួយនឹងសំណួរយើងមិនអាចយក may ទាំងអស់ហ្នឹងបង្កើតជាសំណួរបានទេនេះខ្ញុំនិយាយតែ may ក្នុងលក្ខខណ្ឌ auxiliary verb ឬក៏កិរិយាសព្ទជំនួយបើ may គឺជា modal verb លក្ខខណ្ឌផ្សេងខ្ញុំអត់ទៅបង្ហាញទេខ្ញុំនឹងបង្ហាញដល់អ្នកនរគ្នានៅវីដេអូក្រោយអូខេឥឡូវយើងមើលអ្នកនរគ្នានេះ Do you think that I will see him នេះគឺជាប្រភេទល្បះសំណួរដែលយកប្រើដោយ may ប៉ុន្តែមិនឃើញពាក្យ may ទេអត់ទេកាលណាយើងចង់ប្រើ may ដដែលប៉ុន្តែលក្ខខណ្ឌជាល្បះសំណួរគឺយើងចាប់ដោយ Do you think that ណាយើងចាប់ដោយ Do you think that ហើយតាមដោយ future ណាតាមដោយ will អូខេអានេះយើងបកប្រែដោយលើដែរប្រហែលជាដូចនេះ Do you think that I will see him យើងបកប្រែថាម៉េចតើអ្នកឯងគិតថាខ្ញុំនឹងអាចឃើញនេះយើងបកប្រែនឹងអាចឃើញនេះប្រហែលជានឹងអាចណាប្រហែលជាអាចតើអ្នកឯងគិតថាតើខ្ញុំប្រហែលជាអាចជួបគាត់ទេណាអញ្ចឹងកាលណាយើងសួរយក may មកសួរมันអាចប្រើបានទេគឺយើងប្រើ Do you think that I will Do you think that you will Do you think that she will ជាហោះអញ្ចឹងមកណាអញ្ចឹងល្បះ Do you think that I will she will you will អានោះគឺជាល្បះសំណួរដែលយើងតែងចេញពី may នឹងឯងអូខេដូច្នេះយើងបកប្រែម្ដងទៀត Do you think that I will see him តើអ្នកឯងគិតទេតើអ្នកឯងជឿទេណាថាខ្ញុំប្រហែលជាអាចជួបគាត់នេះយើងបកប្រែអញ្ចឹងមួយទៀតល្បះសំណួរមួយទៀតដែលប្រើជំនួស Do you think ដែរប៉ុន្តែន័យរបស់ may នឹងដដែលគឺបានន័យថា may គឺអ្នកបង្កើតល្បះសំណួរដដែលតែយើងប្រើទម្រង់ផ្សេងយើងមើលនេះ Am I likely to see him Am I likely to see him ឃើញទេ likely បើប្រែទំនងជាប្រហែលជានេះយើងបកប្រែដូចឥឡូវយ៉ាងប្រហែលជាអាចតើខ្ញុំប្រហែលជាអាចជួបគាត់ទេយើងបកប្រែធម្មតាអញ្ចឹងឃើញទេណា Am I likely to see him តើខ្ញុំទំនងជាប្រហែលជាអាចជួបគាត់ទេអញ្ចឹង likely បើប្រែទំនងជាប្រហែលណាទំនងជាប្រហែលនេះអាចជួបគាត់ទេឃើញទេអញ្ចឹងល្បះស្របយើងប្រើ may ធម្មតាណា I may see him ខ្ញុំប្រហែលជាអាចជួបគាត់ល្បះបដិសេធគឺយើងយក may ដដែលតែប្រើ not I may not see him ខ្ញុំប្រហែលជាមិនជួបគាត់ទេល្បះសំណួរយើងសួរថាម៉េច Do you think that I will see him តើអ្នកឯងគិតទេគិតថាជឿថាខ្ញុំនឹងអាចជួបគាត់ទេឬក៏ Am I likely to see him តើខ្ញុំទំនងជាជួបគាត់ទេឃើញទេអញ្ចឹងយើងប្រើ may ជាល្បះសំណួរមានពីរប្រភេទនេះ